ព្រះដេចគុណរស់សុករាជព្រះគ្រូចៅអធិការវត្តព្រំវិហារធរដេជោជប់រាំងសីសារារាមហៅវត្តអង្គការអេដអំពាវនាវរកសប្បុរសជនដើម្បីជួយឧបត្ថម្ភគាំទ្រនៅក្នុងការកសាងសាលាឆាន់ថ្មីដើម្បីបញ្ចប់បន្ថែមផ្សាយចេញពីរាជធានីភ្នំពេញខេត្តព្រះវិហារព្រះដេចគុណព្រះនាមរស់សុករាជព្រះគ្រូចៅអធិការវត្តព្រំវិហារធរដេជោជប់រាំងសីសារារាមហៅវត្តអង្គការអេដដែលស្ថិតនៅក្នុងឃុំកន្ទួតស្រុកជាំខ្សានខេត្តព្រះវិហារនាពេលថ្មីនេះបានអំពាវនាវដល់ឯកឧត្តមលោកជំទាវបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាចូលរួមចាប់មគ្គផលកុសលផលបុណ្យក្នុងការកសាងសាលាឆាន់ថ្មីដែលកំពុងតែមានការខ្វះខាតដោយវគ្គទី1នេះបានកសាងឡើងនៅក្នុងឆ្នាំ2008ស្របពេលជាមួយនឹងព្រឹត្តិការណ៍ផ្ទុះអាវុធរវាងកងកម្លាំងកម្ពុជានិងថៃហើយនាពេលបច្ចុប្បន្ននេះសាលាឆាន់មានការចាស់ទ្រុឌទ្រោមទៅព្រះដេចគុណរួមជាមួយនឹងគណៈកម្មការអាចារ្យវត្តយាយជីតាជីរួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិគ្នាផ្ដួចផ្ដើមកសាងសាលាឆាន់ថ្មីជំនួសសាលាឆាន់ចាស់ខាងក្រោមនេះគឺជាធរណីការរបស់ព្រះដេចគុណរស់សុករាជដឹងថាឆ្នាំណាខែណានឹងបានសាលាឆាន់ថ្មីទេហើយចឹងទេមានតែសូមអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទដែលមានអធិចិត្តថ្លាមេត្តាជួយនៅការកសាងសាលាឆាន់ឲ្យឆាប់បានដើម្បីជាទីសក្ការៈឲ្យឆាប់បានរួចហើយដើម្បីជាទីសក្ការៈគោរពបូជាហើយសាលាឆាន់ថ្មីនោះទៀតក៏បានការជួយជ្រោមជ្រែងពីពុទ្ធបរិស័ទចំណោះជើងវត្តនិងពុទ្ធបរិស័ទទីជិតឆ្ងាយរួមទាំងបានមកអំពីញាតិញោមកងកម្លាំងប្រដាប់អាវុធនីតិហានពលទាហាននៅខាងកងពលលេខ3កងពលលេខ7កងពលលេខ8ជាពិសេសហ្នឹងគឺជានិច្ចការគឺញោមអាយដាមឌូងសំនៀងគាត់តែងតែជួយឧបត្ថម្ភនៅក្នុងការកសាងនៅក្នុងទីអារាមវត្តព្រំវិហារធរដេជោហៅវត្តអង្គការអេដហើយនៅក្នុងនោះដែរក៏សូមអំពីវិនិយោគដល់ញាតិញោមចូលរួមចាក់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លាហើយនិយាយអំពីប្រវត្តិនៃការកសាងវត្តនេះគឺកើតនៅក្នុងឆ្នាំខែឧសភាឆ្នាំ2008ញាតិញោមណាក៏ហើយកើតនៅក្នុងសម័យសង្គ្រាមប្រាសាទព្រះវិហារថៃខ្មែរចំនួនប្រាសាទព្រះវិហារថៃខ្មែរហើយពុទ្ធបរិស័ទផ្ទះមួយអញ្ចឹងទេមានការខ្វះខាតក៏ព្រះវិហារក៏មិនទាន់មានសំរុំមានតែកូនវិហារទូចហើយគាត់មិនទាន់មានកត់សំរុំមានតែកូនកត់ទូចបងវត្តក៏មិនទាន់មានសំរុំវាឯសាលាឆាន់ក៏មិនទាន់មានសំរុំដោយសប្តាហ៍នេះគឺបានផ្ដួលផ្ដើមកសាងសាលាឆាន់នេះហើយសង្ឃឹមថានៅក្នុងសេចក្តីអំពាវនាវនេះនឹងជំរុញទឹកចិត្តញាតិញោមដែលមានសទ្ធាចិត្តថ្លានឹងជួយដើម្បីឲ្យបានឆាប់ហើយនៅសាលាឆាន់ថ្មីដើម្បីជួយសម្រួលដល់ញាតិញោមពុទ្ធបរិស័ទអញ្ជើញមកធ្វើបុណ្យធ្វើកុសលនៅក្នុងទីអារាមវត្តហើយដោយសារតែសាលាឆាន់ចាស់នេះគឺមានការទុតត្រោមបែកបាក់ទូធ្លាទៅហើយអញ្ចឹងទេសូមញាតិញោមតំណែងតាមលេខទូរស័ព្ទរបស់អាត្មាភាពចូលរួមក្នុងការកសាងសាលាឆាន់ជាបន្តលេខទូរស័ព្ទ088 7គុត5 ដើមលេខ9 012 4048 016 818 717 បាទសូមអរគុណនិងសង្ឃឹមទុកជាមុន